4. នេមិរាជជាដកអធិដ្ឋានបារមីដំណើររឿងរបស់ព្រះនេមិរាជទៅកាន់ឋានត្រៃត្រឹងព្រះនេមិរាជបានប្រសូតជាព្រះរាជបុត្ររបស់ស្ដេចនៃនគរមិថិលាពេលឡើងសោយរាជ្យព្រះអង្គបានគ្រប់គ្រងព្រះនគរដោយយុត្តិធម៌និងសេចក្តីសប្បុរសដែលមិនអាចប្រៀបផ្ទឹមបានកិត្តិនាមរបស់ព្រះអង្គបានល្បីសុសសាយដល់ពពួកទេវតាហើយបានបញ្ជូនអ្នកបរិជរត់ទៅយាងព្រះអង្គមកគាល់ព្រះនេមិរាជបានយល់ព្រមធ្វើដំណើរដោយចុះទៅឋាននរកសិនមុននឹងទៅដល់ឋានត្រៃត្រឹងនៅឋានត្រៃត្រឹងព្រះអង្គបានទតឃើញព្រះបរមរាជវាំងនៃឋានសួគ៌ដ៏អស្ចារ្យរបស់ពពួកទេវតានៅពេលដែលព្រះនេមិរាជយាងត្រឡប់មកឋានមនុស្សលោកវិញព្រះអង្គបានបន្តសោយរាជ្យប៉ុន្តែដោយព្រះរាជតម្រិះជ្រៅជ្រះទីបំផុតព្រះអង្គបានបោះបង់ចោលរាជបល្ល័ង្កដើម្បីដើរតាមមាគ៌ាព្រះធម៌